ជាជនចិនភាគីទាំងពីរបានវិតម្លៃខ្ពស់ចំពោះមិត្តភាពដៃថែបមិនអាចបំបែកនេះវត្តមានដ៏ខ្ពង់ខ្ពស់របស់អាយដាមស៊ីជីនពីងប្រធានាធិបតីនៃប្រជាជាតិកម្ពុជាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំសំខាន់ដែលឡែកនៅពេលនេះគ្រប់ជាតិគ្រប់